បាទទស្សនិកជនព័ត៌មានជាបន្តទៀតនេះគឺបរិសម្នាក់បើកម៉ូតូកង់3ឥណ្ឌាឡើងស្ពានព្រែកភ្នៅរួចលូតទឹកសម្លាប់ខ្លួនដោយពុំដឹងមូលហេតុពុំដឹងថាមានវិបត្តិអ្វីនោះទេបានជាបរិសម្នាក់បើកម៉ូតូកង់3ឥណ្ឌាមួយគ្រឿងឡើងលើស្ពានព្រែកភ្នៅរួចទុកម៉ូតូកង់3ចោលហើយក៏បានលូតទឹកសម្លាប់ខ្លួនលិចបាត់ទៅក្រោមបាត់ស្រមោលហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង 10:30 នាទីយប់ថ្ងៃទី 18 ខែមីនាឆ្នាំ 2025 នៅចំណុចលើស្ពានព្រែកភ្នៅហៅស្ពានអង្គញាលីយ៉ុងផាត់ស្ថិតនៅក្នុងសង្កាត់ព្រែកភ្នៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញបើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានបានឃើញកង់3ឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 1IC 8505បើកបរមកឈប់នៅលើស្ពានព្រែកភ្នៅហៅស្ពានអង្គញាលីយ៉ុងផាត់ហើយខណៈនោះម្ចាស់ក៏បានលូតទឹកសម្លាប់ខ្លួនដោយពុំដឹងពីមូលហេតុបន្ទាប់មកពួកគេក៏បាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកន្លែងកើតហេតុភ្លាមៗផងដែរក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានតាក់ទងទៅក្រុមគ្រួសាររួចធ្វើកំណត់ហេតុប្រគល់កង់3ឥណ្ឌាឲ្យទៅក្រុមគ្រួសារយកទៅផ្ទះវិញពីខ្ញុំបាទលួនឯក TV5 Online News